តើបងប្អូនខ្ញុំមិនមែនជាមនុស្សដែលថាស្នេហាវិស័យរុកព្រៃទេបងប្អូនតែហេតុតែចង់មកលេងកន្លែងដែរដូនតែយើងបានខំសាងសង់ឡើងហើយចង់មកពុកម៉ែបងប្អូនមើលដូចគ្នាបានខ្ញុំព្យាយាមមកដល់កន្លែងនេះជម្រាបសួរពុកម៉ែបងប្អូនអរគ្នាឥឡូវហ្នឹងគឺយើងបានធ្វើដំណើរមកដល់ស្រះដំរីហើយក៏ប៉ុន្តែយើងជិះម៉ូតូបានតែធំនៅខាងក្រៅទេយើងត្រូវទុកម៉ូតូនៅក្រៅហើយយើងត្រូវដើរចូលមកក្នុងហើយនេះយើងដើរចូលតាមផ្លូវនេះបងសហគមន៍គាត់ទៅមុនខ្ញុំហើយនៅខាងក្រៅហ្នឹងគឺយើងឃើញមានពុទ្ធបដិមាដែលគេយកឡើងមកដល់លើនេះបងប្អូនតើសើអ្នកយកឡើងមកដល់លើនេះអូយហើយនេះគឺជាផ្លូវដែលយើងនឹងដើរទៅស្រះដំរីអ្នកទាំងអស់គ្នាយើងជិះម៉ូតូចូលអត់កើតទេតាមឈើអញ្ចឹងបើយើងជិះម៉ូតូមកអត់កើតទេអ្នកទាំងអស់គ្នាទីបំផុតយើងបានមកដល់ស្រះដំរីហើយមកដល់លើកទី1នៅគ្នានៅខាងមុខនេះគឺជារូបដំរីអ្នកទាំងអស់គ្នាដែលគេថតដូចជាกระดาษ 50000 នៃមាននៅក្នុងกระดาษ 50000 ណាហើយខ្ញុំជិះម៉ូតូមកពីអារាមរងចិនមិញចូលប្រហែលជាចង់កន្លះម៉ោងដែរមុំតែមកដល់នេះហើយយើងដើរមកបន្តិចដល់ហើយអ្នកនរគ្នាសល់ភ្លៀងពេលអញ្ចឹងគឺនៅសល់ផុកសល់អូយអ្នកនរគ្នាខ្ញុំមកនេះគឺតុំតែផុតរដូវវស្សាអញ្ចឹងទៅគឺអ្នកនរគ្នាមើលដុះផ្កាជុំវិញថ្មចូលជុំវិញរូបចម្លាក់មានដុះផ្កាវកាឈូកស្អាតមែនតើអានេះមិនធំដុះតែស្លែគឺដុះទាំងផ្កាទៀតកន្លែងរាជធានីមហន្តរបុព្វនេះគឺព្រះបាទជ័យវរ្ម័នទី2ទ្រង់កសាងដំបូងគេអ្នកនរគ្នាព្រះបាទជ័យវរ្ម័នទី2ទ្រង់គឺជាស្ដេចដែលបានស្ថាបនាសម័យអង្គរអ្នកនរគ្នាប្រហែលជាអាចនឹងដឹងហើយខ្ញុំនិយាយតែរហូតហើយកន្លែងនេះគឺព្រះអង្គបានឲ្យគេដាប់ជារូបចម្លាក់អ្នកនរគ្នាកន្លែងនេះគេហៅថាស្រះដំរីគឺដោយសារតែពីដើមឡើយប្រហែលជាគេមិនច្បាស់ទេថាកន្លែងនេះមានឈ្មោះអីចឹងណាក៏ប៉ុន្តែគេហៅថាស្រះដំរីគឺដោយសារតែនៅកន្លែងហ្នឹងគឺមានរូបដំរីមួយធំខ្លាំងមែនតើហើយពីមុខហ្នឹងមានស្រះមួយដែលស្រះហ្នឹងឥឡូវគឺនៅសល់ទឹកតិចតួចបងប្អូនដែលយើងអាចមើលឃើញបានណាហើយអានេះទឹកធ្លាក់មកពីលើមកបងប្អូនដំរីនេះគឺធំខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយបងប្អូនខ្លះដែលឮគេនិយាយថាថ្មដែលគេសាងសង់ប្រាសាទគឺគេយកពីភ្នំកលែនត្រូវអត់អ្នកទាំងអស់ក៏ប៉ុន្តែសម្រាប់ថ្មដែលព្រះអង្គបានកសាងកន្លែងស្រះដំរីនេះគឺខ្ញុំឮអ្នកស្រាវជ្រាវគេនិយាយថាថ្មហ្នឹងគឺនៅកន្លែងហ្នឹងហ្មងគឺគេដាប់នៅទៅហ្នឹងហ្មងគេអត់មានយកពីណាមកទេហើយបងប្អូនមើលធំខ្លាំងមែនតើអ្នកគ្នាឃើញខ្ញុំប៉ុណ្ណឹងខ្ញុំ 1.55 ម៉ែត្រអ្នកទាំងអស់គ្នាហើយដំរីនេះគឺធំខ្លាំងមែនតើធំនេះប្រហែលជាគេឲ្យឡើងបានរកផ្លូវឡើងតែគេឲ្យឡើងអង្គុយលើរូបចម្លាក់អីជុំពោះខ្លាំងមែនតើបងប្អូននៅលើរូបដំរីខាងសងខាងគឺគេមានចានៅសិលាចារឹកអក្សរដែលជាមួយខ្ញុំជួបបងប្អូនទៅមើលអ្នកនរគ្នាយើងមើលអត់សូវចង់ឃើញព្រោះវារៀងរលប់អស់ខ្លះហើយឡើង1200ឆ្នាំហើយអញ្ចឹងអក្សរហ្នឹងគឺខ្ញុំអត់ចេះអានទេបងប្អូនក៏ប៉ុន្តែខ្ញុំស្ដាប់គេនិយាយទៅគេថាគេទៅសេថាអន្តរតបតិសេហៈអ្នកនរគ្នាហើយគេសង្ស័យថាជាឈ្មោះរបស់កន្លែងហ្នឹងក៏ប៉ុន្តែគេក៏នៅតែអត់ច្បាស់ដែរស្រួលបួសកាមេរ៉ាគ្នាឃើញអត់គឺខ្ញុំឈរចិត្តដំរីនេះគឺទូចមួយអ្នកគ្នាក៏ទៅនៃពុព្វបុរសយើងកាលពីសម័យមុនពិតជាប្រកែកខ្លាំងមែនតើតែឥឡូវយើងរកផ្លូវចុះទៅវិញអាតុនអ្នកគ្នាមកស្ទាបតតុនហើយនេះមានផ្កាមានអីអ្នកគ្នាផ្កានឹងផ្កាអីគេនេះស្អាតដល់ហើយឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលរូបចម្លាក់តោម្ដងរូបចម្លាក់តោនេះក៏ធំដែរខាងនេះអ្នកខ្លះគេថារូបកង្កែបអ្នកទាំងអស់គ្នារូបកង្កែបនេះក៏មិនទូចដែរបងប្អូនណាខ្ញុំឈរចិត្តនេះក៏ពោះចង់ប៉ុនខ្ញុំគួរប្រហែលខ្ញុំនេះគឺជារូបកង្កែបបងប្អូនគេដាក់រូបចម្លាក់ទាំងអស់ហ្នឹងគឺចាំយាមក្រុងយាមរាជធានីនៅសម័យទ្រង់ទីបំផុតខ្ញុំបានឡើងមកដល់ស្រះដំរីហើយតោអ្នកគ្នាគឺរូបតោនេះគឺមួយជាមកគឺមានអំណាចហ្មងតើបងប្អូនខ្ញុំមិនមែនជាមនុស្សដែលថាស្នេហាវិស័យរុកព្រៃទេបងប្អូនតែហេតុតែចង់មកលេងកន្លែងដែរដូនតែយើងបានខំសាងសង់ឡើងហើយចង់មកពុកម៉ែបងប្អូនមើលដូចគ្នាបានខ្ញុំព្យាយាមមកដល់កន្លែងនេះគឺហើយមកដល់គឺអត់ខកបំណងទេគឺស្អាតមែនមានថ្មីខាងនោះកង្កែបនោះយកមុខកង្កែបមួយមើលណែមិនងាយបានឡើងមកដល់ភ្នំកលែនទេណាស្រះដំរីនេះទៅស្រះដំរីនេះគឺដំបងឡើយគឺគេអត់ដឹងទេថាមានណាតំតាក្រោយមកគឺបារាំងជនជាតិបរទេសជនជាតិបារាំងហ្នឹងគឺគេមកកំណាយទៅគេចូលមកដល់ក្នុងហ្នឹងហើយការហ្នឹងគឺមានប្រៃស្ដុកខ្លាំងមែនតើអត់មានស្រឡះអញ្ចឹងទេគេតម្រឃើញក្រោយដោយជនជាតិបារាំងណាខ្ញុំភ្លេចឈ្មោះបាត់ហើយអត់ដឹងគាត់ឈ្មោះអីទេហើយរកឃើញដោយជនជាតិបារាំងហ្នឹងមកក៏ខ្មែរយើងចាប់ដើមអភិរក្សតបងប្អូនចាប់ហើយនៅចិត្តហ្នឹងគឺមានប្រាសាទមួយទៀតដែលគេហៅថាប្រាសាទដំរីក្រាបបងប្អូនចាំមើលបន្ទាប់ពីហ្នឹងគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលប្រាសាទដំរីក្រាបហ្នឹងទៀត
តែឥឡូវគឺយើងមកលេងស្រះដំរីនេះសិនហើយស្រះដំរីនេះគឺថាធំខ្លាំងមែនតើអ្នកនរគ្នាទីធ្លាគឺធំហ្មងឯងស្អាតបាត់ម៉ែត្រជាប់កអាវរូបព្រះគោនោះអ្នកនរគ្នារូបព្រះគោគឺយើងទូចអ្នកនរគ្នាតែក៏មិនទូចប្រហែលដែរប្រហែលប៉ុនរូបកង្កែបណាទឹកនេះយើងផឹកបានណាតែបើសិនជាយើងកាពះយើងអាចសមជាមួយនឹងទឹកជ្រោះទឹកគេហៅថាទឹកឆៅណាអានឹងយើងហូបទៅយើងអាចនឹងឈឺពោះតែបើយើងសមហើយគឺយើងអាចហូបបាននេះគឺជារូបព្រះគោអ្នកទាំងអស់គ្នាយើងបើសិនជាយើងអត់ចាប់អារម្មណ៍គឺយើងមកមើលអត់ដឹងថារូបព្រះគោទេគេហៅថារូបមិនខ្មែរយើងហៅបកោណាក៏ប៉ុន្តែតាមព្រហ្មញ្ញសាសនាគេហៅថាគោនន្តិតែគោនន្តិហ្នឹងគឺជាយានជំនិះរបស់ព្រះឥសូរបងប្អូននេះមើលអត់ឃើញជាមានរូបរាងទេវាជាងមកសហសវត្សហើយ1200ឆ្នាំអ្នកទាំងអស់គ្នាដល់គេដែរឃើញផ្លែឈើព្រៃនេះហ្នឹងញ៉ាំបានណាពូគាត់ថាផ្លែអឡង់មិញខ្ញុំអត់ហ៊ានហូបវិញខ្ញុំឃើញគាត់ហូបហើយខ្ញុំហូបតាមក្រោយអត់ទេផ្អែមអ្នកគ្នាចូលព្រៃអីឃើញអីសាកបានក៏ប៉ុន្តែត្រូវប្រកាសចាស់ជាផ្លែហ្នឹងណាផ្លែស្តៀងអីកុំចេះតែសាកផ្ដេសផ្ដាស់យើងដើរទៅមុខនេះគឺយើងអាចមើលទេសភាពទៅដល់ខាងរុនត្អែកណារុនត្អែកនៅសៀមរាបណាអ្នកនរគ្នាស្រះដំរីនេះក៏នៅសៀមរាបដែរថាបងប្អូនមួយចំនួនគាត់ឃើញខ្ញុំថតហើយគាត់សួរខ្ញុំនៅតាណាគឺនៅសៀមរាបបងប្អូននេះនៅភ្នំកលែនហ្នឹងឯងបងប្អូននេះឥឡូវហ្នឹងគឺយើងកំពុងតែលើភ្នំកលែនក៏អីមានតុកមានអីអង្គុយមើលយើងអាចអង្គុយញ៉ាំបាយនេះក៏បានថតរូបថតអីណាណែម្ដងមុខនេះគឺថាទេសភាពស្អាតខ្លាំងមែនតើអូមើលឃើញភ្នំអ្នកនរគ្នាតែប្រជាជនអីមើលឃើញទាំងអស់នេះពីណាគេយកទង់ជាតិយើងមកដោតនៅលើនេះទៅនេះជាល្អខ្លាំងមែនតើទង់សាសនាក៏មានមិនតិចថ្ងៃនេះអត់សូវក្តៅអត់ក្តៅហ្នឹងដោយសារតែមានព្រៃឈើទេមានព្រៃឈើបាំងទៅវាអត់ក្តៅដែរយើងនាំគ្នាអភិរក្សព្រៃឈើទាំងអស់គ្នាបងប្អូនដើម្បីការពារថ្ងៃក្រោយគ្រោះរាំងស្ងួតគ្រោះទឹកជំនន់អីវាមិនអាចកើតមានលើប្រទេសយើងអញ្ចឹងណាបងប្អូនឥឡូវគឺយើងមើលស្រះដំរីប៉ុណ្ណឹងសិនបានហើយបន្ទាប់ពីហ្នឹងគឺខ្ញុំនឹងជួបបងប្អូនទៅមើលប្រាសាទដំរីក្រាបតែម្ដងគឺនៅចិត្តហ្នឹងឯង